អ៊ីរ៉ង់បានចេញមុខបដិសេធថាមិនបានចរចាជាមួយនឹងសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈមបូព៌ាដោយការអាងរបស់លោកដូណាល់ត្រាំនោះទេនេះបើតាមការបញ្ជាក់របស់ប្រធានរដ្ឋសភារបស់ប្រទេសអ៊ីរ៉ង់នៅថ្ងៃទី24ខែមីនា2026នេះគណៈដែលវិបត្តិប្រេងនេះកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកប្រទេសថៃនោះវិញកំពុងតែស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនដោយពេលនេះគេឃើញប្រជាជនថៃជាច្រើនបាននាំគ្នាសម្រុកទៅទិញប្រេងហើយមានប្រជាជនថៃខ្លះដេកចាំនៅមុខស្ថានីយ៍ប្រេងឥន្ធនៈតែម្ដងដែលនេះគឺឆ្លុះបញ្ចាំងឲ្យឃើញថានៅប្រទេសថៃកំពុងតែជួបវិបត្តិប្រេងយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីម្សិលមិញនេះមានសារព័ត៌មានជាហូរហែបានចុះផ្សាយថាលោកដូណាល់ត្រាំទុកពេល5ថ្ងៃបាទមិនវាយប្រហារទៅលើទីតាំងធម្មពលរបស់អ៊ីរ៉ង់ទេដើម្បីចរចាជាមួយនឹងអ៊ីរ៉ង់ឲ្យអ៊ីរ៉ង់បិទច្រកសមុទ្របាទដើម្បីឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រហូម៉ូសឡើងវិញក៏ប៉ុន្តែឥឡូវនេះខាងប្រធានរដ្ឋសភារបស់អ៊ីរ៉ង់បានចេញមកបញ្ជាក់តែម្ដងថាអ៊ីរ៉ង់មិនធ្លាប់មានការចរចាជាមួយនឹងសហរដ្ឋអាមេរិកទេហើយអ៊ីរ៉ង់ក៏ពុំមានបំណងចរចាដែរគោលដៅធំរបស់អ៊ីរ៉ង់នៅពេលនេះគឺសងសឹកបាទចំពោះសត្រូវរបស់ខ្លួនដែលបានបំផ្លាញប្រទេសអ៊ីរ៉ង់ក៏ដូចជាសម្លាប់មេដឹកនាំកំពូលនិងសម្លាប់បាទមេដឹកនាំយោធាជាន់ខ្ពស់ជាច្រើនរូបរបស់អ៊ីរ៉ង់តែប៉ុណ្ណោះទាក់ទងទៅនឹងរឿងដែលលោកដូណាល់ត្រាំថានឹងមានការចរចាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈមបូព៌ានៅពេលនេះបាទត្រូវបានអ៊ីរ៉ង់ចាត់ទុកថាគឺជាព័ត៌មានមិនពិតបាទដែលលោកត្រាំបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមដើម្បីធ្វើឲ្យតម្លៃប្រេងសកលធ្លាក់ចុះតែប៉ុណ្ណោះបាទរឿងនេះគឺកំពុងតែមានការប្រទាំងប្រទើខ្លាំងមែនទែនជាមួយនឹងអ៊ីស្រាអែលដោយសារតែអ៊ីស្រាអែលបំណងធំរបស់អ៊ីស្រាអែលគឺនៅតែចង់កំទេចបាទអ៊ីរ៉ង់ឲ្យខ្លាយជាផេះជាពិសេសនោះគឺកំទេចបាទឃ្លាំងមីស៊ីលរបស់អ៊ីរ៉ង់តែម្ដងអ៊ីស្រាអែលហាក់មិនមានបំណងចង់ចរចាដោយសហរដ្ឋអាមេរិកទេប៉ុន្តែចំហរបស់លោកដូណាល់ត្រាំវិញយើងឃើញថាមានការប្រែប្រួលរហូតប្រិមិត្តនៅពេលដែលសង្គ្រាមចាប់ផ្ដើមឡើងតាំងពីថ្ងៃទី28ខែកុម្ភៈ2026មកលោកដូណាល់ត្រាំតែងតែនិយាយត្រឡប់ត្រលិនបាតដៃជាខ្នងដៃរហូតដោយម្ដងថាសង្គ្រាមនេះអាចនឹងចប់រយៈពេលត្រឹមតែ3សប្ដាហ៍បន្តមកទៀតបាទលោកដូណាល់ត្រាំថានឹងត្រៀមខ្លួនរយៈពេលវែងបាទកំដរអ៊ីរ៉ង់បាទរហូតតែម្ដងបាទហើយបន្តមកទៀតបាទលោកដូណាល់ត្រាំថាសមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញខ្ទេចអស់ហើយក៏ប៉ុន្តែរហូតមកដល់ពេលនេះយើងឃើញថាអ៊ីរ៉ង់នៅតែបន្តតដៃជាមួយនឹងអាមេរិកក៏ដូចជាអ៊ីស្រាអែលឬក៏ប្រទេសនៅក្នុងតំបន់នៅឡើយដូច្នេះការនិយាយរបស់លោកដូណាល់ត្រាំថាសមត្ថភាពការពារជាតិរបស់អ៊ីរ៉ង់សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានកំទេចនេះបាទវាហាក់ដូចជាមិនទាន់ត្រឹមត្រូវទាំងស្រុងទេបាទឥឡូវនេះបាទលោកដូណាល់ត្រាំបាននិយាយថាបាទមានការចរចាជាមួយអ៊ីរ៉ង់ក៏ប៉ុន្តែត្រូវបានអ៊ីរ៉ង់បដិសេធថាមិនមានការចរចាជាមួយនឹងសហរដ្ឋអាមេរិកទេបាទដោយបានចាត់ទុកថាការនិយាយនេះបាទគឺជារឿងបំភ្លឹះបាទគឺជាព័ត៌មានបំពុលពីខាងលោកដូណាល់ត្រាំដើម្បីបំភាន់សាធារណមតិឲ្យតម្លៃប្រេងចុះថោកទៅវិញបាទក៏ប៉ុន្តែយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះសង្គ្រាមនៅតែបន្តឆាបឆេះជាពិសេសនោះបាទគឺការបាញ់ប្លង់ដាក់គ្នារវាងអ៊ីរ៉ង់និងអ៊ីស្រាអែលក្រៅពីអ៊ីរ៉ង់ពេលនេះបាទអ៊ីស្រាអែលក៏កំពុងតែជាប់ដៃបាទធ្វើសង្គ្រាមជាមួយនឹងប្រទេសលីបង់យ៉ាងក៏ក្រៅតែម្ដងដោយថ្មីនេះបាទយើងឃើញថាអ៊ីស្រាអែលបានបាទបើការវាយប្រហារនៅភាគខាងត្បូងបាទនៃប្រទេសលីបង់បាទជាប់ព្រំដែនជាមួយនឹងអ៊ីស្រាអែលនឹងបាទហើយអ៊ីស្រាអែលក៏ច្រឡំវាយប្រហារទៅលើជនជាតិអ៊ីស្រាអែលផ្ទាល់តែម្ដងដែលគិតថាគឺជាជនជាតិលីបង់ណាបាទធ្វើឲ្យមានការស្លាប់និងរបួសបាទជនជាតិអ៊ីស្រាអែលខ្លួនឯងនេះដែរតើតើទៅនឹងបញ្ហាវិបាកបាទដែលកើតមានពីសង្គ្រាមនៅតំបន់មជ្ឈមបូព៌ារហូតមកដល់ពេលនេះយើងឃើញថាតម្លៃប្រេងបាទគឺមានការហក់ឡើងខ្ពស់មែនទែនសម្រាប់ប្រទេសថៃបាទយើងទៅមើលស្ថានភាពនៅប្រទេសថៃនោះវិញបាទពេលនេះប្រជាជនថៃបាទកំពុងតែជួបវិបត្តិប្រេងធ្ងន់ធ្ងរដោយអ្នកខ្លះបាទមានទាំងបាទយកកាទៀលភួយមុងបាទទៅដេកចាំបាទនៅមុខស្ថានីយ៍ចាក់ប្រេងតែម្ដងដើម្បីបញ្ចេញទិញប្រេងឲ្យបានទាន់ពេលបាទនេះគឺជាវិបត្តិដ៏ធ្ងន់មួយបាទនៅប្រទេសថៃហើយមានវត្តខ្លះបាទកន្លែងបូជាសពហ្នឹងក៏អត់មានម៉ាស៊ូតដើម្បីបូជាសពដែរបាទហើយមានឡានពេទ្យមួយចំនួនហ្នឹងក៏អត់មានម៉ាស៊ូតបាទដើម្បីដឹកអ្នកជំងឺទៅពេទ្យដែរបាទដែលនេះកំពុងតែកើតមានបាទនៅក្នុងប្រទេសថៃចំពោះប្រទេសអ៊ីស្រាអែលពេលនេះ Benjamin Netanyahu បាទបានប្រកាសថានឹងកំទេចប្រទេសអ៊ីរ៉ង់ឲ្យក្លាយជាផេះបាទដោយសារតែអ៊ីស្រាអែលចោទថាអ៊ីរ៉ង់គឺបន្តគំរាមកំហែងដល់ប្រទេសអ៊ីស្រាអែលខ្លាំងមែនទែនហើយ Benjamin Netanyahu បាទក៏ព្យាយាមដើម្បីបញ្ចុះបញ្ចូលបណ្ដាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុបបាទឲ្យចូលរួមនៅក្នុងសង្គ្រាមជាមួយនឹងអ៊ីស្រាអែលដើម្បីកំទេចអ៊ីរ៉ង់ដែរបាទដូចជាបារាំងបាទអង់គ្លេសបាទក៏ដូចជាអាល្លឺម៉ង់ថ្មីនេះបាទ Benjamin Netanyahu បាននិយាយថាអ៊ីស្រាអែលកំពុងតែគំរាមកំហែងបាទទៅដល់ទីក្រុងធំបាទដូចជាទីក្រុងប៉ារីសទីក្រុងឡុងបាទក៏ដូចជាទីក្រុងបេក្លាំងរបស់ប្រទេសទាំង3នេះពីព្រោះថាកន្លងទៅខាងប្រទេសអ៊ីរ៉ង់នឹងបានប្រើប្រាស់មីស៊ីលអាចបាញ់បានរយៈចម្ងាយឆ្ងាយបាទជាង 2000 គីឡូម៉ែត្រឯណោះបាទដូច្នេះអ៊ីស្រាអែលយកចំណុចនេះបាទដើម្បីទៅបាទបញ្ចុះបញ្ចូលបណ្ដាប្រទេសបាទនៅក្នុងតំបន់អឺរ៉ុបចូលរួមនៅក្នុងសង្គ្រាមនេះគណៈដែលសហរដ្ឋអាមេរិកបានដាក់សម្ពាធបាទឲ្យប្រទេសអ៊ីរ៉ង់បាទត្រូវតែបញ្ឈប់ជាបន្ទាន់ការផលិតបាទអាវុធប្រភេទមីស៊ីលនេះបាទក្នុងរយៈពេល5ឆ្នាំ
នោះអាមេរិកនឹងធានាសន្តិភាពបាទនៅក្នុងប្រទេសអ៊ីរ៉ង់និងអង្គការ NATO វិញបាទពេលនេះសូម្បីតែអង្គការ NATO ក៏មិនសូវទុកចិត្តសហរដ្ឋអាមេរិកដែរបាទដោយសារតែលោក Donald Trump នឹងនិយាយមិនមានភាពច្បាស់លាស់អង្គការ NATO ពេលនេះបាទគឺកំពុងតែរកវិធានការដើម្បីធ្វើយ៉ាងណាឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញពីព្រោះថាការបិទច្រកសមុទ្រ Hormuz នេះបាទគឺពិតជាធ្វើឲ្យប៉ះពាល់ទៅដល់បណ្ដាប្រទេសបាទដែលជាសមាជិកអង្គការ NATO នៅតំបន់អឺរ៉ុបបាទដែលពឹងផ្អែកបាទទៅលើការនាំចេញប្រេងឆៅបាទពីតំបន់អារ៉ាប់ហ្នឹងបាទទៅតំបន់អឺរ៉ុបឥឡូវនេះបាទ NATO បានបង្កើតបាទក្រុមមួយដើម្បីធានាសន្តិសុខបាទនៅក្នុងតំបន់ច្រកសមុទ្រ Hormuz នេះបាទដោយប្រឆាំងទៅនឹងអ៊ីរ៉ង់តែម្ដងបាទខណៈដែលកន្លងទៅនេះសហរដ្ឋអាមេរិកក៏ធ្លាប់និយាយផងដែរថាអាមេរិកទុកឲ្យបណ្ដាប្រទេសណាដែលមានផលប្រយោជន៍បាទនៅច្រកសមុទ្រ Hormuz នេះបាទជាអ្នកការពារខ្លួនឯងចុះបាទហើយអាមេរិកគឺអត់មានផលប្រយោជន៍អីត្រូវប្រើប្រាស់ច្រកសមុទ្រ Hormuz ទេបាទអាមេរិកវាយប្រហារលើអ៊ីរ៉ង់សម្រាប់គោលដៅរបស់ខ្លួនហើយអាមេរិកនឹងដកទ័ពបាទទៅប្រទេសអាមេរិកវិញដូច្នេះនៅតំបន់បញ្ហាដែលនៅសេសសល់បាទគឺប្រទេសដែលមានផលប្រយោជន៍ត្រូវតែជាអ្នកទទួលខុសត្រូវបាទជាពិសេសនោះគឺតាក់ទងទៅនឹងច្រកសមុទ្រ Hormuz នេះតែម្ដងបាទប្រិមិត្តបញ្ហាមួយទៀតដែលកំពុងតែជាក្តីព្រួយបារម្ភដែរពេលនេះយើងឃើញថាមានការវាយប្រហារទៅលើសហគមន៍ជនជាតិជ្វីបនៅទីក្រុងឡុងនៃប្រទេសអង់គ្លេសបាទដោយក្រុមមនុស្សដែលគេចាត់ទុកថាគឺជាអ្នកគាំទ្រអ៊ីរ៉ង់ដូច្នេះវាគឺជាការវាយប្រហារក្រៅតំបន់បាទដែលគួរឲ្យព្រួយបារម្ភមែនទែនបន្ទាប់ពីកន្លងទៅនេះបាទខាងប្រទេសអ៊ីរ៉ង់បាទក៏ធ្លាប់និយាយផងដែរថាអ៊ីរ៉ង់នឹងបើកការវាយប្រហារទៅលើតំបន់ទេសចរនានាបាទនៅទូទាំងពិភពលោកក្រៅតែពីតំបន់មជ្ឈមបូព៌ាហើយមុខសញ្ញាដែលអ៊ីរ៉ង់វាយប្រហារគឺគ្មានអ្នកណាក្រៅតែពីអាមេរិកបាទនិងអ៊ីស្រាអែលនោះទេថ្មីនេះប្រធានាធិបតីសហរដ្ឋអាមេរិកបាទក៏អំពាវនាវឲ្យប្រជាជនរបស់អាមេរិកមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតពីសុវត្ថិភាពបាទចំពោះអ្វីដែលអ៊ីរ៉ង់បានព្រមាននេះបាទឥឡូវនេះបាទយើងឃើញថានៅតំបន់អឺរ៉ុបបាទគឺនៅទីក្រុងឡុងចក្រភពអង់គ្លេសតែម្ដងយើងឃើញថាសកម្មភាពបាទនៃការវាយប្រហារបាទទៅលើសហគមន៍ជនជាតិជ្វីបបាទក៏បានកើតមានឡើងហើយដែរបាទដែលការកើតមានឡើងនេះគេសង្ស័យថាគឺជាសកម្មភាពបាទរបស់ក្រុមភេរវករដែលមានការគ្រប់គ្រងពីអ៊ីរ៉ង់នេះឯងដូច្នេះបាទរឿងនេះគឺបង្ហាញឲ្យឃើញថាពិភពលោកបាទហាក់កំពុងតែស្ថិតនៅក្នុងភាពចលាចលបាទដែលអសន្តិសុខគួរឲ្យព្រួយបារម្ភមែនទែនបាទដោយសារតែការបង្ករឿងពីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបាទទៅវាយប្រហារអ៊ីរ៉ង់មុននេះឯង